Ngày nắng bông bây giờ khang này sao tịnh á thấy xa tại dương pe khla ở trong kia tề mình lại khla có sầm mẹ chẳng vì tàu ní bông thưa sầm mẹ tiền ở kia do tục mờ ngay khỏi sầm mẹ này sao chỉ tụ tới nhiều chat máu cứ dương tay tại cloud nhiều tam giải kế miền phụ đợp sạch sen tam này dương châu từ mờ chẳng ấy thả cột máu bị khang nè thật án chẳng pe đại dương អត់ទាន់ add គាត់ចូលទៅក្នុង folder មួយៗហ្នឹងទេគឺដំបូងគឺយើងចូលកន្លែង all chat នេះមកមើលថាតើអ្នកណា chat មកដំបូងគេអញ្ចឹងgroup chat នេះផ្សេងៗយើងជួញហ្នឹងយើងអត់ចាំបាច់ទៅមើលទេអានេះព័ត៌មានខាងក្រៅដែលយើងត្រូវមានបន្ថែមទេយើងអត់ចាំបាច់ត្រូវចូលមើលយូរៗចូលមើលម្ដងទៅអញ្ចឹងនេះគឺដូចនេះអញ្ចឹងគឺជាភ្ញៀវហើយអញ្ចឹងដើម្បីក្រុមហ្នឹងគឺជាក្រុមថ្មីអញ្ចឹងដើម្បី add គាត់ចូលគឺយើងចុច mouse ស្ដាំបន្ទាប់មកគឺយើងយកពាក្យនេះ add to folder អញ្ចឹងដាក់គាត់ទៅណាគាត់ជាសិស្សថ្មីអញ្ចឹង add គាត់ចូលក្រុម student នេះមកហើយមួយទៀតចូលទៅមើលកន្លែងក្រុម student ហ្នឹងចូលទៅឆែកមើលអញ្ចឹងមើលតើសិស្សណាបានបង់លុយហើយនេះដូចជាសិស្សលេខ18នេះគឺគាត់បានបង់លុយហើយអញ្ចឹងគឺដកគាត់ចេញពីក្រុមហ្នឹងដើម្បីអីយើងងាយស្រួលបញ្ចូលក្រុមថ្មីចូលមកទៀតព្រោះក្រុមហ្នឹងព្រោះ folder ហ្នឹងគឺ add បញ្ចូលមកគឺមានកំណត់អញ្ចឹងអត់អាចដាក់រាប់រយក្រុមបានទេគឺយើងត្រូវដកគាត់ចេញដកគាត់ដាក់មកណាដាក់មកកន្លែង pay លុយនេះមកចឹងក្រុមលេខ18មិញដើម្បីងាយស្រួលចូលយើងចូលកន្លែងពាក្យ manager នេះមក copy ឈ្មោះខាងលើហើយយកកន្លែង search មកនេះនៅលើគេអញ្ចឹងមកស្ដាំមកហើយadd គាត់ចូល folder ទៅកន្លែង student pay បានន័យថាសិស្សហ្នឹងគឺធ្លាប់បង់លុយអញ្ចឹងគ្រាន់យើងចូលកន្លែងstudent បងលុយនឹងមកគឺឃើញហើយនេះមានប៉ុន្មានអត្តលេខនឹងដែលធ្លាប់បងលុយហើយអញ្ចឹងមានអ្នកផ្សេងទៀតគឺយើងត្រូវធ្វើអញ្ចឹងទៀតចុះបើសិនជាគាត់ឈប់រៀនហើយត្រូវដាក់គាត់នៅក្នុងនឹងអត់ត្រូវបង្កើត folder ថ្មីមួយទៀតមកថាstudent stop study ឬមួយក៏អីចឹងទៅឬមួយក៏យើងដាក់ stop study ក៏ចឹងដែរព្រោះនៅលើនេះគឺអត់អាចសរសេរបានវែងពេកទេគឺសរសេរបានខ្លីៗណាចឹងធ្វើមិនគឺកុំឲ្យយើងពិបាកទៅរកព័ត៌មានរបស់សិស្សគឺយើងត្រូវធ្វើបែបហ្នឹងដើម្បីងាយស្រួលដឹងថាសិស្សណាបងលុយហើយសិស្សណាមិនតាន់បងលុយកុំឲ្យគាត់នៅក្នុងក្រុមតែមួយវល់ហើយដូចជាភ្ញៀវជួលបន្ទប់អីក៏ដូចគ្នាដែរភ្ញៀវ pay លុយគឺដាក់គាត់កន្លែង pay មកមាន folder pay មួយហើយមួយទៀតភ្ញៀវណាគាត់មិនតាន់បង់លុយទេអានឹងយើងគ្រាន់ដាក់ថាគាត់ចង់សួរព័ត៌មានអីចឹងទៅ information អីចឹងទៅដាក់folder មួយ add គាត់ចូលទៅក្នុងហ្នឹងទៅចូលបើគាត់ pay លុយហើយគឺយើងត្រូវដកគាត់ចេញពីក្នុងហ្នឹងណាអត់ដាក់ចូលនៅនឹងទៀតទេអញ្ចឹងវាពេលដែលចំនួនវាមានកំណត់ពេញទៅគឺយើង add គាត់ add អ្នកផ្សេងចូលលេងបានហើយក្រុមផ្សេងចូលលេងបានហើយអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹង